ត្រីបំពងទឹកត្រីអំពិលទៅបងប្អូនតបបន្លែខ្ញុំមានត្រីក្រហមហើយនឹងបន្លែទិញមកពីផ្សារបងប្អូនឥឡូវយើងខ្ញុំបានលាងសម្អាតត្រីកោសស្អាតអស់ហើយឥឡូវខ្ញុំមកវះវាបែបនេះដើម្បីយកទៅដាក់ចៀនបងប្អូនបើសិនជាយើងមិនវះទេចៀនទៅវាមិនសូវស្រួយទេហើយវាអត់ឆ្អិនដល់ក្នុងដល់ហើយខ្ញុំវះវាបែបនេះបងប្អូនហើយខ្ញុំដាក់ត្រីបំពងហើយខ្ញុំជ្រៀងធ្វើទឹកត្រីយើងដាក់ទឹកត្រីពីវិធាខ្ទឹមសបងប្អូនចង់ចិញ្ច្រាំក៏បានប៉ុន្តែខ្ញុំហាន់ចំណិតបែបនេះហើយខ្ទឹមក្រហមបន្ទាប់មកខ្ញុំដាក់ម្ទេសស្លឹកខ្ទឹមទឹកអំពិលទុំដែលយើងច្របល់ជាមួយទឹកក្តៅហ្នឹងបងប្អូនតមកដាក់ស្ករត្នោតមួយស្លាបព្រាស្ករស2ស្លាបព្រាប៊ីចេងមួយចុងស្លាបព្រាដាក់ស្លឹកខ្ទឹមបង់ចូលហើយយើងកូរភ្លក់ទៅបងប្អូនទឹកត្រីយើងត្រូវតែមានរសជាតិប្រៃជូរហឹរឲ្យដិតណាបងប្អូនបានឆ្ងាញ់យើងហូបជាមួយបន្លែណាឥឡូវត្រីចៀនខ្ញុំបានក្រៀមហើយឥឡូវយើងស្រង់ដាក់ចានខ្ញុំផ្ទាប់ជាមួយនឹងម្ទេសហាវ៉ៃបំពងដែរបងប្អូនយើងមានបន្លែឆ្អិនខ្លះនិងឆៅខ្លះអញ្ចឹងឥឡូវបានឆ្អិនរួចរាល់ហើយបងប្អូនអរគុណច្រើនញ៉ាំបន្លែស្រស់ៗផ្ទាប់ទឹកត្រីប្រៃជូរហឹរឯត្រីវិញស្រួយខ្ញោជាតិ13ជាតិឯបង